ជំរាបសួរគ្រូចឹងថ្ងៃនេះខ្ញុំមកធ្វើអំពីការបង្កើត container 5ដើម្បី connect ទៅ volume 1អញ្ចឹងដំបូង គឺយើងត្រូវបង្កើតទៅលើ volume ដែល volume នេះគឺបង្កើតឡើងដើម្បី backup ទៅលើតន័យដែលនៅក្នុង container ចឹងកាលណាដែលយើងលុប container ចោលតន័យទាំងអស់វានឹង store នៅក្នុង volume ដូចគ្នាចឹងវាអត់បានតាណាទេទោះជាលុប container ចោលក៏ដោយចឹងដំបូងគឺយើងអាចបង្កើតទៅលើ docker volume create sv1 data អញ្ចឹងកាលណាយើងមាន volume នឹងហើយយើងអាច ls បានចឹងនេះគឺជា volume ដែលយើងបានបង្កើតចឹងបន្ទាប់មកគឺយើងនឹងបង្កើតទៅលើ container ចឹងដើម្បីបង្កើត container បានគឺយើងត្រូវមានទៅលើ image សិនចឹងយើងអាច pull ubuntu 24.04 មកចឹងបន្ទាប់ពីយើង down pull image នឹងហើយយើងអាចបង្កើតទៅលើ container បានចឹងការ container យើងវាយ docker current .dit ហើយ name dit ដើម្បីចូលមើលនៅក្នុងហ្នឹងដូចយើងចូលទៅក្នុង ubuntu ចឹងname យើងដាក់ sv1 con .a ចឹងនេះគឺជាអ្វីដែលយើងត្រូវធ្វើចឹងយើងមានជា container a b c d ហើយ f ដើម្បី connect ទៅកាន់ sv1 data នេះsv1 data docker volume នឹងចឹងរាល់ពេលដែលធ្វើអីមួយវានឹងធ្វើការ sync គ្នាចឹងយើងមានv1a v sv1 data slash data យូរបន្ទុកแล้วយើង run វាហើយចានេះមួយចឹងដើម្បីយើងឆែកមើលយើងអាចវាយdocker image docker image នេះវានឹងមើលទៅលើ image សិនយើងមាន image ចឹងមួយទៀតគឺdocker ps .a ចឹងនេះគឺជា ubuntu របស់យើងដែលមានឈ្មោះ sv1 con a ហ្នឹងបន្តមកយើងអាចឆែកទៅលើdocker volume inspectនេះគឺជា driver name sv1 ចឹងនៅក្នុង map មួយទៀតយើងអាចវាយ docker ps .a ហើយ filter volume ស្មើនឹង sv1 data filter នេះគឺជា container ហ្នឹង ខ្ញុំមាន image
ឥឡូវយើងបង្កើតមួយទៀតនេះយើងដាក់ B មកយើងអាចC D E ហើយ F អញ្ចឹងយើងបង្កើតទាំងអស់ហ្នឹងគឺស្ថិតនៅក្រោមvolume តែមួយគឺ volume ឈ្មោះ sv1 data អញ្ចឹងយើងអាច inspect មើលសិនមិន inspect ទេយើងប្រើ filter អូខេអញ្ចឹងvolume ស្មើនឹងឈ្មោះ sv1 data នេះគឺវានឹងជាប់មកជាមួយនឹង container ដូចជា A B C D E F ស្ថិតនៅក្រោម image តែមួយគឺយមទុអញ្ចឹងបន្ទាប់មកយើងអាចខ្សែមើលបានតែទៅលើ share data ហើយអញ្ចឹងទីមួយគឺយើងអាចចូលទៅកាន់ចូលទៅក្នុង container A ហើយ bash អញ្ចឹងចូលនៅក្នុងហ្នឹងយើងអាច echo hello from container A ចូលទៅកាន់ data ហើយបង្កើតជា text.txt មួយ text file មួយហើយតែមកយើង exit ចេញក្រៅបន្ទាប់មកយើងចូលទៅក្នុង container B ដូចគ្នាដើម្បីឆែកមើលឥឡូវយើងចឹងដោយសារមុនហ្នឹងយើងដាក់ចូលជា file text ចឹងយើងឆែកមើលគឺ pocket data taskមិន task គឺ text tt អូខេអញ្ចឹងនេះគឺជាអ្វីយើងបានធ្វើអញ្ចឹងមុនហ្នឹងគឺយើងបង្កើតនៅក្នុង container A ហើយយើងក៏ចូលទៅក្នុង container B គឺវាទទួលបានដូចគ្នាអញ្ចឹងមិនថាយើងចូលក្នុង container ណាក៏ដោយក៏យើងអាចឆែកមើលទៅវាចេញដូចគ្នាដោយសារតែស្ថិតនៅក្នុង volume តែមួយអញ្ចឹងសម្រាប់ការធ្វើទៅលើDocker volume ដែលយើងបានធ្វើជា5 container ដើម្បី connect ទៅកាន់Docker volume 1គឺខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូ